កម្មវិធីបណ្ដុះបណ្ដាល1លាន5សែននាក់នេះគឺជាកម្មវិធីមួយដែលមិនមែនជាការផ្ដល់នៅអត្ថប្រយោជន៍តែមួយគ្រានោះទេប៉ុន្តែយុវជនដែលមកពីគ្រួសារក្រីក្រដែលឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនេះហើយគឺនឹងមានជំនាញមួយដែលអាចនឹងបង្កើតនៅចំណូលជាប្រចាំហើយដែលនឹងអាចរំដោះគ្រួសាររបស់ខ្លួនចេញពីភាពក្រីក្រផងដែរសូមគ្រប់សម្ដេចតេជោសម្ដេចព្រះមហាសេនាធិបតីតេជោហ៊ុនសែនប្រធានសមាជជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគ្រប់សម្ដេចព្រះអង្គម្ចាស់ឧត្តមទូតជំទាវសមាជិកសមាជិកានៃអង្គសមាជជាទីគោរពដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីខ្ញុំបាទសូមការអនុញ្ញាតជាថ្មីម្ដងទៀតដើម្បីបញ្ជាក់ជូនអង្គសមាជអំពីការបណ្ដុះបណ្ដាលជំនាញសម្រាប់បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏ដូចជាយុវជនដែលមកពីគ្រួសារក្រីក្រនិងការតម្រង់ទិសវិជ្ជាជីវៈសម្រាប់សិស្សដែលស្ថិតនៅក្នុងអនុវិទ្យាល័យនិងវិទ្យាល័យផងដែរជាការពិតណាស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមុននេះដោយដែលអាដាមហែមទីបានគូបញ្ជាក់ហើយក៏មាននៅក្នុងសេចក្តីថ្លែងរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីផងដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងក៏បានស្ដាប់នៅអង្គសមាជរបស់យើងអំពីចំណុចប្រឈមហើយនឹងការថ្លឹងថ្លែងថាតើអ្វីខ្លះជាកញ្ចប់ប្រយោជន៍ដែលបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវចុះឈ្មោះហើយដែលនៅក្នុងឱកាសនេះខ្ញុំបាទសូមរំលឹកនៅកញ្ចប់អត្ថប្រយោជន៍មួយដែលយើងគិតមួយផ្លែតយើងគិតថាសាមញ្ញមិនមានប្រយោជន៍ប៉ុន្តែធៀបពិតវាគឺជាកញ្ចប់ប្រយោជន៍មួយដែលយើងអាចប្រើប្រាស់ហើយនឹងអាចកែប្រែវាសនានៃសហគ្រាសក្រៅប្រព័ន្ធឬម្ចាស់ដែលវិនិយោគឬមួយដែលសម្រេចចិត្តនៅក្រៅប្រព័ន្ធនេះឲ្យទទួលបានជោគជ័យហើយអាចបញ្ជាខ្លួនចូលទៅក្នុងប្រព័ន្ធហើយក៏អាចคล้ายទៅជាសហគ្រាសដែលជោគជ័យមួយហើយប្រហែលក៏ដូចជាសហគ្រាសមួយចំនួនដែលអាដាមប៉ែនសមុនបានលើកឡើងដែរថាតូចមែនប៉ុន្តែបើសិនជាមានការបន្តបណ្ដាលជំនាញមានសហគ្រិនភាពមួយច្បាស់លាស់ប្រហែលជាអាចនឹងទទួលបានជោគជ័យជាបន្តបន្ទាប់ខ្ញុំបាទមុននេះបានបញ្ជាក់ឲ្យថាខ្ញុំបានប្រើពាក្យថាបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលសេដ្ឋកិច្ចក្រៅប្រព័ន្ធពាក្យថាបុគ្គលនេះគឺវាពាក់ព័ន្ធជាមួយនឹងម្ចាស់សហគ្រាសដែលនៅក្រៅប្រព័ន្ធមានន័យថាម្ចាស់សហគ្រាសដែលមិនបានទៅចុះបញ្ជីទៅតាមក្បួនច្បាប់លិខិតបទដ្ឋានផ្សេងហើយដែលជាទូទៅអាចជាសហគ្រាសខ្នាតមធ្យមតូចឬក៏ micro ដែលជាលក្ខណៈគ្រួសារឬមួយជាលក្ខណៈប្រពៃណីក្រៅពីនេះក៏មានកម្មករយោជិតដែលគាត់ធ្វើការនៅក្រោមសហគ្រាសដែលក្រៅប្រព័ន្ធនេះក៏គាត់ជាអ្នកដែលក្រៅប្រព័ន្ធដែរហើយក៏មានបុគ្គលមួយទៀតដែលមិនមានថៅកែហើយក៏មិនមានកម្មករនៅក្រោមបង្គាប់របស់ខ្លួនគឺបុគ្គលស្វ័យនិយោជហើយតួអង្គ3នេះគឺមានសារៈសំខាន់ដូចគ្នាហើយដែលត្រូវយកចិត្តទុកដាក់ដូចគ្នាដើម្បីធ្វើម៉េចឲ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់យើងកាន់តែមានភាពប្រកួតប្រជែងកាន់តែមានសក្តិភាពកាន់តែមានជំនាញដើម្បីបញ្ជៀបខ្លួននិងអភិវឌ្ឍខ្លួនទៅសេដ្ឋកិច្ចក្នុងប្រព័ន្ធជាការពិតណាស់ម្ចាស់សហគ្រាសនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើនគឺអាចនៅខ្វះសក្តិភាពហើយដែលសក្តិភាពនេះគឺជាកិច្ចការងារសំខាន់ដែលម្ចាស់អាជីវកម្មទាំងអស់ទោះបីតូចក្តីធំក្តីមីក្រូក្តីជាលក្ខណៈគ្រួសារក្តីគួរតែបង្កើនការយកចិត្តទុកដាក់ជាក់ស្ដែងដែលយើងបានពិនិត្យទៅលើឧទាហរណ៍សូម្បីតែហាងកាហ្វេសូម្បីតែកន្លែងលក់ចាប់ហួយមានន័យថាលក់របស់តូចតាចនៅតាមផ្សារក៏មានតម្រូវការដើម្បីមានសក្តិភាពនៅក្នុងខ្លួនផងដែរបើមិនដូច្នោះទេគឺគាត់មិនអាចនឹងប្រកួតប្រជែងជាមួយនឹងសហគ្រាសក្នុងប្រព័ន្ធឬមួយក៏ផលិតផលនាំចូលដែលមានលក្ខណៈស្តង់ដារនោះទេការទទួលបានឱកាសបណ្ដុះបណ្ដាលផ្នែកសក្តិភាពអាចឲ្យគាត់ចេះគ្រប់គ្រងបុគ្គលិក
ចេះគ្រប់គ្រងទីផ្សារចេះទុកដាក់ផលិតផលចេះគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុហើយចេះគោរពទៅតាមស្តង់ដារអនាម័យផងដែរដែលអាចកែប្រែនៅហាងដ៏តូចរបស់ខ្លួនឲ្យមានអនាម័យឲ្យមានសុខភាពឲ្យចេះទុកដាក់ផលិតផលទៅតាមគេហៅថាស្តុកចេញស្តុកចូលមុនឬក្រោយដែលធានានៅគុណភាពផលិតផលដើម្បីផ្ដល់ជូនទៅដល់អ្នកដែលមកទិញហ្នឹងគឺថាវាអាចនឹងធ្វើឲ្យគាត់ប្រកួតប្រជែងទោះបីជាមានម៉ាតផ្សារទំនើបខ្នាតតូចមកបើកនៅក្បែរផ្ទះឬមួយក៏អីគឺថាគាត់អាចប្រកួតប្រជែងបានផ្ទុយទៅវិញបើសិនជាមានផ្សារទំនើបខ្នាតតូចមកវិនិយោគនៅខ្មែរហើយបើសិនជាខ្លួនគាត់គ្មានសក្តិភាពគ្មានជំនាញនៅក្នុងការគ្រប់គ្រងអាជីវកម្មខ្នាតតូចរបស់គាត់នេះគឺថាគាត់អាចប្រឈមទៅនឹងការខ្សែធនឬមួយក៏ការបិទអាជីវកម្មរបស់ខ្លួនខ្ញុំលើកឧទាហរណ៍មួយទៀតសូម្បីតែហាងកាហ្វេជាការពិតណាស់ឥឡូវនេះហាងកាហ្វេយើងពិបាកស្វែងរកហាងកាហ្វេនៅសម័យ80 90ដែលថាហាងកាហ្វេឆុងស្បៃនោះឥឡូវគឺថាតិចមែនតើតិចមិនមែនដោយសារថាខ្វះអ្នកដែលផ្ដល់សេវាហាងកាហ្វេបែបឆុងស្បៃនោះទេប្រហែលជាកាត់បន្ថយដោយសារតែអតិថិជនភាគច្រើនដែលទៅហាងកាហ្វេឥឡូវត្រូវការហាងកាហ្វេដែល brand ហាងកាហ្វេដែលចុចពីម៉ាស៊ីនជាងហាងកាហ្វេដែលប្រើស្បៃទោះបីជាហាងកាហ្វេនោះលក់នៅផ្សារលក់នៅជុំវិញទីប្រជុំជនណាក៏ដោយទោះបីជាតូចល្មមឬមួយចល័តក្តីឥឡូវហ្នឹងគឺថាត្រូវមានលទ្ធភាពត្រូវចេះគេហៅថាប្រើប្រាស់កាហ្វេដែលពេញនិយមដោយអតិថិជនហើយនឹងចេះតុបតែងកន្លែងខ្លួនឯងបានជានេះគឺជាការលើកឧទាហរណ៍មួយដែលយើងបានឃើញសារៈប្រយោជន៍នៃការបណ្ដុះបណ្ដាលជំនាញដែលយើងគិតថាតូចប៉ុន្តែបើសិនជាយើងតាមទាន់គឺយើងអាចធ្វើឲ្យអាជីវកម្មបែបប្រពៃណីរបស់យើងនេះគឺថាគួរយួរឲ្យដឹងតែឆ្លងថ្ងៃហើយប៉ុន្តែមិនមែនហាមឃាត់មិនឲ្យនិយាយតទេនិយាយកាន់តែច្រើនកាន់តែល្អឥឡូវមកនេះហើយនេះគ្រាន់តែជាការឧទាហរណ៍មួយដើម្បីដោយសារឱកាសនេះក៏អរគុណទៅដល់សម្ដេចជួក៏ដូចជាអង្គសមាជជាមួយដោយសារថាការមានការផ្សាយផ្ទាល់ហើយដែលមុននេះអង្គសមាជក៏បានលើកដែរថាការផ្សព្វផ្សាយទៅដល់បុគ្គលគោលដៅនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធមានសារៈសំខាន់ហើយដែលកន្លងទៅយើងគិតថាអាចមានការផ្សព្វផ្សាយច្រើនដែរប៉ុន្តែអាចថានៅមិនដល់ប៉ុន្តែតាមអង្គវេទិកានេះខ្ញុំបាទលើកនៅចំណុចឧទាហរណ៍មួយនេះសង្ឃឹមថាបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធជាពិសេសម្ចាស់សហគ្រិនគឺថាអាចយល់ពីអត្ថប្រយោជន៍នៃការទៅចុះឈ្មោះបញ្ជាក់អត្តសញ្ញាណដើម្បីទទួលបានអត្ថប្រយោជន៍មកទទួលការបណ្ដុះបណ្ដាលជំនាញសហគ្រិនភាពនេះដែលក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជានឹងផ្ដល់ជូនទៅដល់ម្ចាស់សហគ្រិននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងឡាយដែលស្ម័គ្រចិត្តទៅបញ្ជាក់អត្តសញ្ញាណនៅឯក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ដូចគ្នាទោះបីជាសហគ្រាសមួយមានម្ចាស់ដែលមានសហគ្រិនភាពល្អក៏ដោយប៉ុន្តែបើបុគ្គលបើសិនជាបុគ្គលិកកម្មករយោជិកនៅក្នុងសេដ្ឋកិច្ចនៅក្នុងសហគ្រាសក្រៅប្រព័ន្ធនោះมันមានជំនាញក៏ប្រហែលជាពិបាកធ្វើឲ្យសហគ្រាសក្រៅប្រព័ន្ធនោះមានលទ្ធភាពប្រកួតប្រជែងជាមួយសេដ្ឋកិច្ចក្នុងប្រព័ន្ធនេះដោយសារថាសេដ្ឋកិច្ចក្នុងប្រព័ន្ធគាត់មានលក្ខខណ្ឌការងារដែលអាចល្អប្រសើរជាងបន្តិចអញ្ចឹងបុគ្គលដែលគាត់មានជំនាញស្រាប់គាត់ប្រកាសជាទៅធ្វើការនៅឯសហគ្រាសក្នុងប្រព័ន្ធអញ្ចឹងសម្រាប់សហគ្រាសក្រៅប្រព័ន្ធនៅពេលដែលបញ្ជាក់អត្តសញ្ញាណគឺមិនត្រឹមតែខ្លួនគាត់ជាម្ចាស់សហគ្រាសទៅទទួលបានការបណ្ដុះបណ្ដាលទេសូម្បីតែបុគ្គលិកនៅក្នុងសហគ្រាសរបស់គាត់ក៏អាចមកចុះឈ្មោះដើម្បីទទួលការបណ្ដុះបណ្ដាលជំនាញណាមួយដែលសហគ្រាសរបស់គាត់កំពុងតែផ្ដល់សេវាឬមួយក៏កំពុងតែផលិតផងដែរជាការពិតណាស់សេដ្ឋកិច្ចក្រៅប្រព័ន្ធមានតូចមានធំមានមធ្យមក៏ប៉ុន្តែមាននៅគ្រប់វិស័យទាំងអស់ទាំងសេវាកម្មទាំងកសិកម្មទាំងសំណង់ទាំងកម្មអនុសាសន៍គឺមានដូចគ្នាដូច្នេះអ្វីដែលជាកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈដែលក្រសួងការងារបានកំពុងតែផ្ដល់នេះគឺថាមានភាពបតិកលាជាមួយនឹងសហគ្រាសក្រៅប្រព័ន្ធផងដែរដូច្នេះសូមឲ្យសហគ្រាស
ក្រៅប្រព័ន្ធអស់ទៅបញ្ជាក់អត្តសញ្ញាណដើម្បីទទួលបាននៅអត្ថប្រយោជន៍មួយនេះភ្ជាប់ជាមួយនឹងឱកាសនៃការបដិបដានេះខ្ញុំបាទក៏សូមជម្រាបជូនអង្គសមាជអំពីកម្មវិធីអត្ថភាពមួយដាច់ដライមួយផ្សេងទៀតដែលវាផ្សារភ្ជាប់ទៅនឹងកម្មវិធីបដិបដាជំនាញដែលបូកផ្សំទាំងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែរនេះគឺកម្មវិធីបដិបដាជំនាញដល់យុវជនដែលមកពីគ្រួសារក្រីក្រចំនួន1.5 លាននាក់ដែលនេះគឺជាកម្មវិធីប្រកបដោយមហិច្ឆតាខ្ពស់របស់រាជរដ្ឋាភិបាលក្នុងគោលបំណងដើម្បីប្រែក្លាយកម្លាំងពលកម្មរបស់យើងជាពិសេសកម្លាំងពលកម្មដែលមកពីគ្រួសារក្រីក្រឲ្យមានជំនាញមួយពិតប្រាកដដែលអាចទៅធ្វើការនៅក្នុងសហគ្រាសក្នុងប្រព័ន្ធទៅធ្វើការងារដែលជាការងារសមរម្យជាការងារដែលមានគុណភាពកាន់តែល្អហើយកម្មវិធីបដិបដា1.5 លាននាក់នេះគឺជាកម្មវិធីមួយដែលមិនមែនជាការផ្ដល់នៅអត្ថប្រយោជន៍តែមួយគ្រានោះទេប៉ុន្តែយុវជនដែលមកពីគ្រួសារក្រីក្រដែលឆ្លងកាត់វគ្គបដិបដានេះហើយគឺនឹងមានជំនាញមួយដែលអាចនឹងបង្កើតនៅចំណូលជាប្រចាំហើយដែលនឹងអាចរំដោះគ្រួសាររបស់ខ្លួនចេញពីភាពក្រីក្រផងដែរបច្ចុប្បន្ននេះបើយើងឲ្យយមន័យគ្រួសារក្រីក្រហើយបើយើងធៀបជាមួយនឹងប្រាក់បៀវត្សដែលយុវជននៃគ្រួសារក្រីក្រអាចនឹងទទួលបានក្រោយពីចប់វគ្គបដិបដា1.5 លាននាក់នេះគឺថាខុសគ្នាឆ្ងាយណាស់ប្រាក់ឈ្នួលអបបរមាឬប្រាក់ឈ្នួលគោលនៅសហគ្រាសក្នុងប្រព័ន្ធសហគ្រាសផ្លូវការគឺថាបច្ចុប្បន្ននេះគឺមិនទាបជាង$200នោះទេអញ្ចឹងមួយឆ្នាំគឺថាបុគ្គលម្នាក់នេះអាចធ្វើឲ្យគ្រួសាររបស់ខ្លួនមានចំណូលយ៉ាងតិចក៏$2,400ដូច្នេះគឺចាក់ផុតពីភាពក្រីក្រតែម្ដងហើយដូច្នេះហើយបានជារាជរដ្ឋាភិបាលគ្រប់វេទិកាទាំងអស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានជម្រាបទៅដល់ទូអង្គពាក់ព័ន្ធក៏ដូចជាក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីធ្វើម៉េចយើងផ្សព្វផ្សាយនៅអត្ថប្រយោជន៍នៃកម្មវិធី1.5 លាននាក់នេះឲ្យបានកាន់តែទូលំទូលាយហើយដែលតាមវាអង្គសមាជរបស់យើងនេះខ្ញុំបាទជឿជាក់ថាអាដាមលោកសម្ដេចព្រះអង្គម្ចាស់អាដាមលោកជំទាវក៏នឹងជួយផ្សព្វផ្សាយបន្ថែមទៀតផងដែរប៉ុន្តែនៅក្នុងឱកាសនេះខ្ញុំបាទក៏ចង់ជម្រាបជូននៅចំណុចប្រឈមមួយចំនួនហើយដែលមុននេះខ្ញុំជឿថាអង្គសមាជិកអង្គសន្និបាតរបស់យើងក៏បានលើកនៅចំណុចប្រឈមខ្លះដែរអ្វីត្បិតតែកម្មវិធីនេះយើងបានផ្ដល់ការបដិបដាដោយមិនគិតថ្លៃហើយសម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រដែលមានបញ្ជាក់អត្តសញ្ញាណនេះគឺមិនត្រឹមតែទទួលបានការបដិបដាដែលមិនគិតថ្លៃទេគឺថែមទាំងទទួលបាននៅប្រាក់ឧបត្ថម្ភក្នុងមួយខែ$28,000រៀលដែលប្រហែលនៅ$70ផងដែរអញ្ចឹងយើងឃើញថាប្រយោជន៍នេះធំប៉ុន្តែក៏ឃើញចំនួនយុវជនដែលមកពីគ្រួសារក្រីក្រគឺថាមកចុះឈ្មោះនេះគឺថានៅទៀបជាងអ្វីដែលជាមហិច្ឆតារបស់រាជរដ្ឋាភិបាលដែលចង់ស្រូបយកកម្លាំងពលកម្មយុវជនដែលមកពីគ្រួសារក្រីក្ររហូតដល់ទៅ1.5 លាននាក់ក្នុងរយៈពេល5ឆ្នាំនេះមូលហេតុតែជាយើងបានជាទាំងអស់នេះបុគ្គលឬមួយក៏យុវជនជាកូនជាចៅនៃគ្រួសារក្រីក្រភាគច្រើនគឺជាអ្នកដែលកំពុងតែជួយការងារនៅក្នុងគ្រួសារឬមួយក៏កំពុងតែប្រកបមុខរបរផ្សេងៗដើម្បីបង្កើតជាចំណូលដើម្បីជួយទ្រទ្រង់គ្រួសារហើយដោយសារឪពុកម្ដាយឬមួយគ្រួសារក្រីក្រក៏អាចថាត្រូវការកម្លាំងកូននោះដើម្បីជួយនៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនដូច្នេះនៅមានគេហៅថាចំណុចប្រឈមហើយនឹងមានភាពស្ទាក់ស្ទើរច្រើននៅក្នុងការជំរុញកូនឬមួយក៏យុវជនដើម្បីមកទទួលការបដិបដានេះហើយនៅក្នុងឱកាសនេះខ្ញុំបាទក៏សង្ឃឹមថាប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋកូនដៅនេះដែលជាអ្នកទទួលបាននៅកំណត់អត្តសញ្ញាណជាគ្រួសារក្រីក្រនេះគឺថាអាចនឹងពិចារណាឡើងវិញគឺថាកម្មវិធីនេះគឺថាយើងអាចបាត់បង់នៅពេលវេលាខ្លះក្នុងរយៈពេលដ៏ខ្លីក៏ប៉ុន្តែនៅរយៈពេលយូរត្រឹមតែ4ខែឬក៏6ខែឬយ៉ាងយូរ8ខែគឺថាកូនឬមួយក៏យុវជនម្នាក់នេះនឹងក្លាយទៅជាអ្នកដែលបដូរវាសនាគ្រួសារពីគ្រួសារ
ដែលត្រូវបានកំណត់ថាជាគ្រួសារក្រីក្រប៉ុន្តែទៅជាគ្រួសារមួយដែលមានចំណូលសមរម្យអាចទ្រទ្រង់ទៅដល់គ្រួសារហើយក៏អាចធ្វើឲ្យកូនមួយនេះមានអនាគតហើយចូលទៅក្នុងកន្លងអាជីពមួយថ្មីដែលតាមកម្មវិធីបណ្ដុះបណ្ដាលរបស់យើងនេះគឺមិនត្រឹមតែផ្ដល់ឲ្យយុវជនរបស់យើងត្រឹមតែកម្រិតសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈកម្រិត1នោះទេគឺថាយុវជនរបស់យើងអាចបន្តរៀនហើយរៀនជាបន្តទៀតរហូតទៅដល់បញ្ញាបត្ររងឬមួយក៏បញ្ញាបត្រផងដែរជាការពិតណាស់ក្តីស្រមៃរបស់គ្រួសារគ្រប់រូបក្នុងនោះរួមទាំងគ្រួសារដែលមានអត្តសញ្ញាណជាគ្រួសារក្រីក្រក៏ប្រហែលជាមានក្តីស្រមៃចង់ឃើញកូនរបស់ខ្លួននៅថ្ងៃណាមួយអាចទទួលបាននូវឱកាសបណ្ដុះបណ្ដាលហើយឱកាសដើម្បីរៀនបានខ្ពង់ខ្ពស់ឡើងវិញផងដែរដូច្នេះសូមចាប់យកឱកាសនេះដើម្បីបញ្ជូនកូនបញ្ជូនយុវជនជូនចៅរបស់ខ្លួនដើម្បីមកចូលក្នុងកម្មវិធីបណ្ដុះបណ្ដាល1,500,000នាក់នេះឲ្យបានច្រើនបន្ថែមទៀតផងដែរហើយដើម្បីជួយសម្រួលទៅដល់បងប្អូនយុវជនរបស់យើងដែលស្ថិតនៅក្នុងគ្រួសារក្រីក្រក៏ដូចជាសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺសម្ដេចទឹកបដីបានណែនាំឲ្យក្រសួងដើម្បីបង្កើតឲ្យមានកម្មវិធីរៀនប្រកបទៅដោយភាពបត់បែនជាការពិតណាស់យុវជនរបស់យើងឬមួយក៏បុគ្គលផ្សេងដែលចង់ទទួលការបណ្ដុះបណ្ដាលអាចរៀនពេញមួយថ្ងៃក៏បានមានទាំងព្រឹកទាំងល្ងាចអានឹងគឺរៀនក្នុងរយៈពេល4ខែចប់តែម្ដងទទួលបានសញ្ញាបត្រមួយផ្ទុយទៅវិញបើសិនជារវល់ហើយទំនេរតែពេលព្រឹកគឺថាយើងអាចរៀនតែមួយពេលព្រឹកក៏បានហើយបើសិនជារវល់ពេលព្រឹកទំនេរពេលល្ងាចគឺថាអាចមករៀនតែពេលល្ងាចក៏បានហើយបើសិនជាពេលព្រឹកនិងពេលល្ងាចគឺថារវល់ជាប់ភារកិច្ចដើម្បីជួយគ្រួសារគឺថាអាចរៀននៅពេលយប់ចាប់ពីម៉ោង5កន្លះទៅដល់ម៉ោង8កន្លះក៏បានហើយបើសិនជាសហគ្រាសនិស្សិតកិច្ចក្រៅប្រព័ន្ធឬមួយបងប្អូនដែលស្ថិតនៅក្នុងគ្រួសារក្រីក្ររវល់ជាប់បំពេញការងារនៅក្នុងសប្តាហ៍ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រហើយតនេតែថ្ងៃសៅរ៍ថ្ងៃអាទិត្យយើងក៏មានកម្មវិធីបណ្ដុះបណ្ដាលសម្រាប់តែថ្ងៃសៅរ៍ថ្ងៃអាទិត្យសម្រាប់បងប្អូនផងដែរជារួមរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយក្តីបណ្ឌិតរបស់សម្ដេចធិបតីនាយរដ្ឋមន្ត្រីគឺថាមិនត្រឹមតែផ្ដល់ឱកាសក្នុងការបណ្ដុះបណ្ដាលទេក៏ប៉ុន្តែក៏ផ្ដល់នៅភាពបត់បែនជូនទៅដល់ទូអង្គពាក់ព័ន្ធទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងយុវជនដែលមកពីគ្រួសារក្រីក្រផងដែរហើយជាចុងក្រោយនេះខ្ញុំបាទក៏ចង់យកឱកាសនេះបញ្ជាក់បន្តិចផងដែរពាក់ព័ន្ធជាមួយការតម្រង់ទិសវិជ្ជាជីវៈតាមការចង្អុលបង្ហាញរបស់សម្ដេចធិបតីគឺក្រសួងអប់រំនិងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកំពុងតែរៀបចំនៅកម្រងឯកសារទស្សនាទានកន្លងអប់រំកម្ពុជាហើយដែលចាប់ពីឆ្នាំសិក្សា2025 2026នេះតទៅក្រសួងអប់រំនិងក្រសួងការងារនឹងរួមគ្នាដើម្បីធ្វើការតម្រង់ទិសវិជ្ជាជីវៈទៅដល់សិស្សថ្នាក់ទី7ទី8ទី9ដើម្បីឲ្យសិស្សហើយនៅអាណាព្យាបាលអាចមានសញ្ញាណជាមុនទៅហើយថាតើការងារណាអាជីពណាដែលជាការងារទីផ្សារត្រូវការក្នុងរយៈពេល3ឆ្នាំទៀតក្នុងរយៈពេល5ឆ្នាំទៀតហើយដើម្បីចាប់យកនៅជំនាញនេះតើសិស្សត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចខ្លះដើម្បីបំពេញបន្ថែមនៅមុខវិជ្ជាចាំបាច់ណាមួយដើម្បីខ្លួនអាចជ្រើសរើសកន្លងអប់រំរបស់ខ្លួនហើយនៅពេលដែលយើងបានធ្វើការតម្រង់ទិសវិជ្ជាជីវៈទាំងថ្នាក់ទី7ទី8ទី9ហើយនៅដល់ថ្នាក់ទី10គឺថាសិស្សអាចមានជំរើសដើម្បីជ្រើសរើសយកកន្លងវិទ្យាសាស្ត្រកន្លងវិទ្យាសាស្ត្រសង្គមឬមួយក៏កន្លងវិជ្ជាជីវៈនៅក្នុងកម្រិតថ្នាក់ទី10 11 12តែម្ដងហើយដែលតាមរយៈឯកសារទស្សនាទាននិងកន្លងអប់រំថ្មីនេះគឺថាសិស្សដែលរៀនចប់ថ្នាក់ទី12ដែលរៀននៅកន្លងវិជ្ជាជីវៈគឺមិនត្រឹមតែទទួលបាននៅចំណេះដឹងទូទៅនោះទេប៉ុន្តែក៏អាចមានជំនាញចាំបាច់មួយចំនួននៅពេលដែលចប់ហើយបើសិនជាគាត់មិនចង់បន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាឬអីទេគាត់ចង់ស្វែងរកការងារគឺថាគាត់អាចមានលទ្ធភាពគ្រប់គ្រាន់ដែលមានជំនាញសមល្មមដើម្បីចូលទៅធ្វើការងារនៅក្នុងទីផ្សារការងារតែម្ដងអង្គសមាជដងខ្ញុំបាទក៏ដូចជាសហការីពិតជាថ្លែងនូវអំណរគុណចំពោះអង្គសមាជដែលបានផ្ដល់នៅជាតិជ្រុលហើយនឹងបានបង្ហាញនៅទស្សនវិស័យក៏ដូចជាសំណូមពរហើយដែលយើងខ្ញុំនឹងកត់ត្រាទុកហើយនឹងបន្តធ្វើការពិភាក្សាគ្នាក្នុងលក្ខណៈអន្តរស្ថាប័នដើម្បីធ្វើម៉េចឲ្យ
កម្មវិធីនានាក្នុងការជួយគាំទ្រទៅដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធនេះទទួលបានជោគជ័យហើយបុគ្គលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះកាន់តែច្រើនដើម្បីទៅចុះបញ្ជាអត្តសញ្ញាណជាសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីទទួលបាននៅអត្ថប្រយោជន៍នានាដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនសារជាថ្មីម្ដងទៀតខ្ញុំបាទសូមគ្រប់ថ្លែងអំណរគុណចំពោះអង្គសមាជហើយនឹងសូមគ្រប់ជូនពរសម្ដេចនាយកក៏ដូចជាអង្គសមាជទាំងមូលសូមប្រកបទៅដោយសុខភាពហើយនឹងពុទ្ធពរទាំង4ប្រការសូមអរគុណ